មានបងអូនណាគាត់ស្លាយមីម៉ែនៅខេត្តកំពង់ធំអត់បើមានចូលខមមិននៅក្នុងវីដេអូនឹងមែវខ្ញុំមីម៉ែយូរដែរបងអូនរកគូអត់តបានអ្នកមានអ្នកស្លាយបើសិនជាមានបងអូនណាគាត់ស្លាយខ្ញុំអាចចូលខមមិននៅក្នុងវីដេអូនឹងហើយជួយ copy link ហើយឲ្យបេះដូងម្នាក់មួយហងហើយ follow TikTok ផងណាបងអូនអរគុណច្រើនបាយបាយមានបងក៏សួរខ្ញុំថាអូនឯងនៅស្រុកគេមែនហ្នឹងហើយបងខ្ញុំនៅស្រុកគេហើយបងអូនណាដែលគាត់ស្លាញ់រកអែនខ្ញុំអាចចូល comment នៅក្នុងវីដេអូនឹងបានណាបងហើយកុំភ្លេចជួយ follow TikTok ខ្ញុំហើយនឹង page ខ្ញុំម្នាក់មួយផងដែលស្រឡាញ់ចូលចិត្តខ្ញុំហើយបងដែលគាត់ឆាតមកខ្ញុំបាន reply ឬក៏ comment មកខ្ញុំបានចូល sin ឬ reply អញ្ចឹងបងអធិស្ឋានខ្ញុំផងខ្ញុំរវល់ធ្វើការបាន reply បងអញ្ចឹងណាហើយអរគុណច្រើនដែលស្រឡាញ់រាប់អានខ្ញុំមានបងអូនណាគាត់ស្លាញ់មីម៉ែដូចខ្ញុំអត់មីម៉ែនៅខេត្តកំពង់ធំហ៎បើមានចូល comment នៅក្នុងវីដេអូហ្នឹងម្នាក់មួយមកបងអូនហើយកុំភ្លេចជួយ follow TikTok account ថ្មីខ្ញុំនេះផងណាបងអូនដោយសារតែ account ចាស់ខ្ញុំបានលេងតែខ្ញុំលេង account ថ្មីអញ្ចឹងបងអូនណាអាចចង់ខលឬក៏ចង់ឆាតឬក៏ចង់និយាយលេងមួយខ្ញុំអាចចូល comment នៅក្នុងវីដេអូហ្នឹងបានណាបងអរគុណច្រើនបាយបាយ Hello បងអ្នកគាត់មើលវីដេអូនឹងទាំងអស់គ្នាដែលគាត់ចូល comment នៅក្នុងវីដេអូដែលខ្ញុំលេងថាខ្ញុំមីម៉ៃនៅខេត្តកំពង់ធំបងសួរខ្ញុំច្រើននៅក្នុង comment ហ្នឹងខ្ញុំអាចតបបានច្រើនទេបងអូនបើចង់ដឹងបន្ថែមបងអូនអាចfollow TikTok ថ្មីរបស់ខ្ញុំបាននេះឈ្មោះសេនិចហើយខ្ញុំដាក់ឈ្មោះនៅខាងក្រោមហ្នឹងឈ្មោះសេនិចទៅបងអូនគ្រាន់តែចុចលើឈ្មោះហ្នឹងហើយបងអូនចូលទៅឃើញ TikTok ថ្មីរបស់ខ្ញុំហើយបងអូនកុំភ្លេចជួយ follow ហើយឲ្យបេះដូងខ្ញុំម្នាក់មួយផងបើស្រឡាញ់មីម៉ៃអ្នកខេត្តកំពង់ធំហើយបងអូនចង់ដឹងបន្ថែមថាខ្ញុំនៅភូមិអីស្រុកអីបងអូនអាចចូល comment នៅក្នុង TikTok ថ្មីរបស់ខ្ញុំហើយឆាតទៅ TikTok ថ្មីរបស់ខ្ញុំបានខ្ញុំ reply អញ្ចឹងអរគុណច្រើនបងដែលស្រឡាញ់មីម៉ៃអ្នកខេត្តកំពង់ធំបាយបាយក្មេងខ្លះនិយាយមែនវាឃើញឯងនេះអាយុត្រឹមប្រហែល30ទៅ34ទេហើយវានេះមិនអាខ្ទង់អាយុ20ហ្នឹងវាគិតថាឯងនេះស្រីឃ្លាននឹងអាក្មេងអាយុប៉ុណ្ណឹងមែនគិតថាឯងនឹងវាចាស់ដល់ថ្នាក់ហ្នឹងមែនបានមកអីណាឲ្យឯងនេះចង់លក់សេវាកម្មនឹងឲ្យនឹងខាតអីមិននឹងពួកអស់ហ្នឹងនេះវារោគចិត្តរហូតអាស័យចាស់ទៅមករោគចិត្តអីជាមួយឯងនឹងនៅខ្ចីញញហើយកុំឆ្លាតពេកបើចង់បានលុយហើយប្រើសេវាកម្មហ្នឹងណាតោះឲ្យបិទភ្នែកសម័យហើយកុំមកឆាតហៅអាមនុស្សគេល្មមស៊ីល្មមចុកដែរគេមកប្រើលុយទិញសេវាកម្មឯងបងដែលចង់បានប្រពន្ធនោះយកប្រពន្ធខាតទៅពាវគឺអត់ខុសទេអូនយីមែនណែធ្វើមហូបឲ្យប្តីខ្លាយមកចេះមកចាប់ហ្មងហើយបើថាប្តីដើរផឹកប្រពន្ធក៏ដើរផឹកមួយប្តីដែរអាហ្នឹងមិនថានៅមួយគ្នាចុះ